ជាបឋមពួកយើងសូមគោរពដល់លោកនាយកថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូមេដាបៃតានិងមិត្តភ័ក្តិទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំឈ្មោះស៊ុនសឿនមីមានអាយុ10ឆ្នាំខ្ញុំមកជួយគីគំជាមានអាយុ8ឆ្នាំខ្ញុំឈ្មោះភួនតាគឺមានអាយុ10ឆ្នាំខ្ញុំឈ្មោះស៊ូឆេនឆៃមានអាយុ8ឆ្នាំខ្ញុំមានឈ្មោះសុកលេសៀនលីមានអាយុ10ឆ្នាំពួកយើងមកពីក្រុមទី4ថ្នាក់ទី4កនៃសាលារៀនបញ្ញវន្តខ្មែរមានទីតាំងនៅស្រុកស្អាតខេត្តកណ្ដាលថ្ងៃនេះពួកយើងឡើងមកបកស្រាយប្រធានបទមួយដែលមានចំណងជើងថាផលប្រយោជន៍រុក្ខជាតិសូមចាប់ផ្ដើមពួកយើងមកពីក្រុមទី4ថ្នាក់ទី4កនៃសាលារៀនបញ្ញវន្តខ្មែរមានទីតាំងនៅស្រុកស្អាតខេត្តកណ្ដាលថ្ងៃនេះពួកយើងឡើងមកបកស្រាយប្រធានបទមួយដែលមានចំណងជើងថាផលប្រយោជន៍រុក្ខជាតិសូមចាប់ផ្ដើមមួយរុក្ខជាតិផ្ដល់ជាផ្លែស្លឹកផ្កានិងមើមរុក្ខជាតិផ្ដល់ជាផ្លែមានដូចជាផ្លែល្ពៅផ្លែប៉េងប៉ោះផ្លែត្រប់ផ្លែននោងផ្លែក្លោកឡាក់រុក្ខជាតិផ្ដល់ជាផ្កាមានដូចជាផ្កាខាត់ណាផ្កាអង្គាដីផ្កាល្ពៅផ្កាស្នោផ្កាត្រឡាចរុក្ខជាតិផ្ដល់ជាស្លឹកមានដូចជាស្លឹកបាសស្លឹកគ្រៃស្លឹកក្រូចសើចស្លឹកថ្នាំងស្ពៃក្តោបរុក្ខជាតិផ្ដល់ជាមើមមានដូចជាការ៉ុតឆៃថាវបេគក់ត្រាវខ្ញីរុក្ខជាតិផ្ដល់ជាផ្លែសម្រាប់ធ្វើជាចំណីឬបង្អែមមានដូចជាស្វាយចេកទុំទុរេនមង្ឃុតសាវម៉ាវឡាក់ផ្លែឈើខ្លះអាចច្នៃធ្វើជាដំណាប់បានដូចជាដំណាប់ចេកដំណាប់អំពិលដំណាប់ចេកជាដើមដូចនេះមើមស្លឹកផ្កាផ្លែរបស់រុក្ខជាតិមួយចំនួនធំគឺជាប្រភពអាហាររបស់មនុស្សការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់សូមប្រកល់ជូនមិត្តភ័ក្តិរបស់ខ្ញុំមកបកស្រាយបន្តដែលមានឈ្មោះថាគៀគឹមសៀរុក្ខជាតិដ៏ជាសម្ភារៈតម្បាញរុក្ខជាតិខ្លះយកទៅធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតសម្ភារៈតម្បាញដូចជាកាបាយកទៅធ្វើជាវត្ថុធាតុដើមសម្រាប់ធ្វើជាអំណាត់សម្ពុតវេធ្វើជាសម្លៀកបំពាក់រុក្ខជាតិកយកទៅញាត់ធ្វើជាខ្នើយរុក្ខជាតិថ្មីអាចយកទៅធ្វើជាបាវចំណែករុក្ខជាតិកក់អាចយកទៅធ្វើជាកន្ទេលរុក្ខជាតិកំប្លោកអាចយកទៅធ្វើជាអន្រឹងដូចនេះរុក្ខជាតិផ្លែទាំងស្រុកមួយចំនួនអាចយកទៅធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតសម្ភារៈតម្បាញរុក្ខជាតិដ៏ជាគ្រឿងសម្ហារិននិងសម្ភារៈសំណង់រុក្ខជាតិខ្លះយកទៅធ្វើជាវត្ថុធាតុដើមសម្រាប់ផលិតសម្ភារៈសម្ហារិននិងសម្ភារៈគ្រឿងសំណង់មានដូចជាដើមឫស្សីដើមបីនាងនួនដើមឫស្សីយកទៅធ្វើជាកៅអីនិងគ្រែរុក្ខជាតិដែលយកទៅធ្វើជាគ្រឿងសម្ហារិនដើមឈើយកទៅធ្វើជាផ្ទះនិងទ្រូការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់សូមប្រកល់ជូនមិត្តភ័ក្តិរបស់ខ្ញុំដែលមានឈ្មោះថាតាំងគីមខរុក្ខជាតិផ្ដល់ជាឱសថគេអាចយករុក្ខជាតិមួយចំនួនទៅធ្វើឱសថថ្នាំព្យាបាលជំងឺដូចជាឆ្កែឆ្នាជាថ្នាំសាមើលឆ្មាក្រវៀនជ្រូកជាថ្នាំព្យាបាលជំងឺគ្រុនក្តៅសឹកត្រជាក់ក្រានជាថ្នាំព្យាបាលជំងឺគ្រុនក្តៅបកផ្លែឬស្តៅជាថ្នាំព្យាបាលជំងឺគ្រុនចាញ់ដោយនេះរុក្ខជាតិមួយចំនួនជាវត្ថុធាតុដើមយ៉ាងសំខាន់ក្នុងការផលិតជាឱសថថ្នាំព្យាបាលជំងឺផ្សេងៗអត្ថបទខ្ញុំត្រូវបានបញ្ចប់ខ្ញុំឲ្យមិត្តខ្ញុំបកស្រាយបន្តដែលមានឈ្មោះថាសៀងលីរុក្ខជាតិសម្រាប់លំអគេហដ្ឋាននិងទីសាធារណៈដើម្បីធ្វើឲ្យបរិវេណផ្ទះឬកន្លែងសាធារណៈផ្សេងៗមានសម្រស់ល្អគេតែងយករុក្ខជាតិស្លឹកនិងរុក្ខជាតិផ្កាទៅដាំលម្អដូចនេះរុក្ខជាតិមួយចំនួនជារុក្ខជាតិលម្អវាផ្ដល់នូវសោភ័ណភាពគួរឲ្យចាប់ចិត្តនិងសប្បាយរីករាយការបកស្រាយរបស់ខ្ញុំត្រូវបានបញ្ចប់ខ្ញុំសូមជូនការបកស្រាយរបស់ខ្ញុំទៅជូនមិត្តខ្ញុំបន្តឈ្មោះថាសៀមមីរុក្ខជាតិផ្ដល់ជាគ្រឿងឆេះស្ទើរតែរុក្ខជាតិដែលយកទៅធ្វើជាអុសធ្យូងសម្រាប់ចម្អិនអាហារឬប្រភពផ្ដល់កំណើតដូចនេះរុក្ខជាតិជាប្រភពផ្ដល់ថាមពលកម្ដៅប៉ុន្តែដើម្បីរុក្ខជាតិទាំងអស់នៅតែជាប្រភពផ្ដល់ថាមពលកម្ដៅយើងត្រូវកាប់មេក្រាមនៃរុក្ខជាតិហើយឆ្លាស់ទីកន្លែងដែលរុក្ខជាតិទាំងនោះដុះរុក្ខជាតិផ្ដល់ជាជំរកនិងផលប្រយោជន៍ផ្សេងៗទៀតរុក្ខជាតិផ្ដល់ជាម្លប់និងជាជំរកដល់មនុស្សសត្វរុក្ខជាតិធ្វើឲ្យបរិយាកាសត្រជាក់ខ្យល់បរិសុទ្ធនិងជួយការពារដីមិនឲ្យហូរច្រោះទៀតផងដូចនេះរុក្ខជាតិជាប្រភពផ្ដល់ជំរកនិងធ្វើឲ្យបរិស្ថានស្អាតសរុបសេចក្តីមករុក្ខជាតិផ្ដល់ផលប្រយោជន៍ច្រើនយ៉ាងដូចនេះយើងត្រូវជួយការពារចូលរួមនិងតាមថែរក្សារុក្ខជាតិឲ្យបានល្អនិងនៅគង់វង្សការបកស្រាយរបស់ពួកយើងត្រូវបានបញ្ចប់សូមអរគុណសូមជម្រាបលា